ជយោព្រះរាជាណាចក្រកម្ពុជាជយោព្រះមហាក្សត្រជយោសម្ដេចយាយជយោប្រជាពលរដ្ឋខ្មែរទាំងអស់ដែលមានវត្តមាននៅទីនេះនៅគ្រប់ទិសទីទាំងអស់ខ្ញុំប្រកាសណាខ្ញុំសូមក្រាបថ្វាយបង្គំព្រះធេរានុធេរៈគ្រប់អង្គជាទីសក្ការៈសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីហើយជាពិសេសសូមជម្រាបសួរដល់លោកយាយលោកតាអ៊ំពូមីងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចំណាយពេលដល់វមានយើងដើម្បីមកចូលរួមនៅក្នុងព្រឹត្តិការណ៍របស់យើងនៅក្នុងថ្ងៃនេះដោយដឹងខ្លះថាអ្នកខ្លះគឺបានមកចូលរួមតាំងពីមុនម៉ោង4ទៅទៀតខ្ញុំស្វិតជាសូមថ្លែងអំណរគុណចំពោះទឹកចិត្តដ៏អង្អាចក្លាហានការលះបង់នៃការចូលរួមចំណែកនៅក្នុងថ្ងៃនេះដោយក្នុងនោះគឺពេលវេលារបស់យើងមានកំណត់ហើយខាងអាជ្ញាធរដែនដីឯកឧត្តមខួនស្រីបានបញ្ជាក់មកគឺថាបងប្អូនប្រជាពលរដ្ឋដទៃនៅក្នុងកោះពេជ្រក៏ដូចជាដង្ហែពីនេះទៅដល់វិមានឯករាជ្យគឺកំពុងតែរងចាំកម្មវិធីដង្ហែក្បួនរបស់យើងតែផ្អែកទៅលើចំណុចនេះគឺខ្ញុំសូមមិនយកពេលយូរពេកនោះទេដើម្បីលើកនៃចំណុចមួយចំនួនមុននឹងយើងធ្វើការចាប់ដើមដង្ហែក្បួនដោយផ្ទាល់ជួបរួមគ្នាតែម្ដងតែក្នុងនោះក៏ខ្ញុំសូមទី1សូមសារជាថ្មីម្ដងទៀតសូមថ្លែងអំណរគុណវត្តមានរបស់ទ្រង់ដល់ព្រះធេរានុធេរៈគ្រប់អង្គជាទីសក្ការៈដែលបាននិមន្តមកចូលរួមនៅក្នុងថ្ងៃនេះសូមអរគុណទៅដល់ទ្រង់ឯកឧត្តមសម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកស្រីតំណាងគណៈបកនយោបាយទាំងអស់ដែលបានមានវត្តមាននៅទីនេះសិល្បករសិល្បករនេះ KOL បងប្រជាពលរដ្ឋទាំងអស់ដែលមកពីគ្រប់ទិសទីដែលបានចំណាយពេលវេលាដ៏មានញឹកដើម្បីមកចូលរួមនៅក្នុងថ្ងៃនេះខ្ញុំមិនអាចលើកទាំងអស់ទៅលើអ្វីដែលគ្រប់ផ្នែកដែលបានមកចូលរួមទេតែក៏ខ្ញុំសូមបញ្ជាក់ថាការរៀបចំរបស់យើងមានត្រឹមតែ5ថ្ងៃតែប៉ុណ្ណោះក៏តែវត្តមានរបស់ឯកឧត្តមលោកជំទាវអស់លោកស្រីសមាជិកសមាជិកានៃក្រុមគ្រួសារនៃប្រជាជាតិអាចារ្យកម្ពុជារបស់យើងមកជួបជុំគ្នានៅថ្ងៃនេះក៏ដូចជាទីកន្លែងដទៃថែមទៀតពីនេះទៅដល់វិមានឯករាជ្យបានសរបញ្ជាក់ថាទឹកចិត្តដ៏ពុះកញ្ជ្រោលในការបង្ហាញនៃក្តីស្រឡាញ់នៃការគាំទ្រទៅដល់ប្រជាជាតិអាចារ្យកម្ពុជាគាំទ្រទៅដល់រាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីជាប្រមុខហើយពីនេះទីនេះកម្លាំងនិងសកម្មភាពរបស់យើងទាំងអស់គ្នាគឺបញ្ជូនសារទៅដល់កងកម្លាំងប្រដាប់អាវុធរបស់យើងនៅជួរមុខថាទោះបីពួកគាត់នៅទីនោះក្តីយើងនៅទីនេះក្តីកុំតែទឹកចិត្តឆន្ទៈនិងក្តីស្រឡាញ់ในការគ្រប់គ្រងនៅវីរភាពរបស់កងកម្លាំងប្រដាប់អាវុធរបស់យើងគឺនៅពីនេះជូនទៅដល់ពួកគាត់ទាំងអស់គ្នាតែម្ដងខ្ញុំសូមឆ្លៀតឱកាសនេះសូមថ្លែងអំណរគុណទៅដល់អាជ្ញាធររាជធានីភ្នំពេញដែលមានឯកឧត្តមខួនស្រីក៏ដូចជាថ្នាក់ដឹកនាំដែលថ្ងៃមុននេះគឺឯកឧត្តមសតិបណ្ឌិតនេតសវឿនបានដឹកនាំនៅកិច្ចប្រជុំផ្ដល់គោលការណ៍និងផែនការសម្បត្តិភាពដើម្បីធ្វើយ៉ាងណាការជួបជុំរបស់យើងនេះគឺការប្រព្រឹត្តទៅដោយរលូនមិនមានបញ្ហាហើយនឹងជួយសម្របសម្រួលកិច្ចការងារទាំងអស់ដើម្បីការដំណើររបស់យើងនឹងពីដើមទីដល់ចប់នៃព្រឹត្តិការណ៍របស់យើងនេះគឺនឹងចប់ទៅដោយរលូនមិនមានឧបទ្ទហេតុឬក៏មានបញ្ហាអីទេហើយផ្អែកទៅលើចំណុចនេះគឺខ្ញុំសូមបងប្អូនប្រជាពលរដ្ឋដែលបានមកចូលរួមសូមគោរពទៅតាមអ្វីដែលជាគោលការណ៍ណែនាំនិងថែរក្សានៃសណ្ដាប់ធ្នាប់ហើយនឹងការធ្វើដំណើររបស់យើងផុសផុលផុតចាប់ក៏មិនថាមានការយោគយល់និងមានសណ្ដាប់ធ្នាប់ដើម្បីធានានៅសុវត្ថិភាពនិងការប្រព្រឹត្តទៅនៃកម្មវិធីរបស់យើងគឺរលូនសម្រាប់បានគោលដៅដែលយើងចង់បានផងដែរទី2គឺខ្ញុំសូមឆ្លៀតឱកាសនេះសូមអរគុណទៅដល់ក្រុមការងារព្រោះថាក្នុងរយៈពេលតែ5ថ្ងៃបំផុតប៉ុណ្ណោះគឺបានផ្សព្វផ្សាយបំផុសហើយមានការចូលរួមចំណែកក្រោយពីការជួបជុំហើយការចូលរួមការត្រៀមកម្លាំងមកចូលរួមនៅក្នុងថ្ងៃនេះគឺពិតជាមានផុសផុលមែនទែនហើយចំណុចចុងក្រោយគេបង្អស់ដែលខ្ញុំសូមលើកឡើងទី1សូមឲ្យបងប្អូនប្រជាពលរដ្ឋថាការជួបជុំគ្នារបស់យើងនៅក្នុងថ្ងៃនេះមិនមែនជាការជួបជុំគ្នាដើម្បីបង្ហាញកម្លាំងឬក៏ការកំហៀនកំហែងទៅអ្នកណានោះទេកម្ពុជាថែរក្សាភាពចាស់ទុំដោះស្រាយបញ្ហាដោយសន្តិវិធីដោយសម្ដេចតេជោនិងសម្ដេចមហាបវរធិបតីបានលើកឡើងចឹងការជួបជុំរបស់យើងនៅក្នុងថ្ងៃនេះក្នុងលក្ខណៈជាមហាគ្រួសារខ្មែរគឺដើម្បីដែលបង្ហាញនៃមនោសញ្ចេតនានៃការជឿជាក់និងការគាំទ្រទៅលើរាជរដ្ឋាភិបាលគាំទ្រទៅលើកងកម្លាំងប្រដាប់អាវុធរបស់យើងគាំទ្រទៅរាល់វិធានការដោះស្រាយការពារបូរណភាពទឹកដីដោយសន្តិវិធី
កម្ពុជាមិនមានបំណងប្រាថ្នាក្នុងការពង្រីកនៅបញ្ហានោះទេហើយរឿងនេះអ្វីដែលជាបញ្ហាប្រឈមរវាងរាជរដ្ឋាភិបាលយើងដោះស្រាយរវាងរាជរដ្ឋាភិបាលនិងរដ្ឋាភិបាលតែសូមថែរក្សាភាពចាស់ទុំនិងការគោរពស្រឡាញ់ក្នុងនាមជាជាតិមួយនិងជាតិមួយបន្តថែមទៀតដោយមិនមានការឈានទៅដល់ការរើសអើងណានោះទេចឹងសារជាថ្មីម្ដងទៀតការជួបជុំរបស់យើងនៅក្នុងថ្ងៃនេះមិនមានបំណងក្នុងការបង្ហាញកម្លាំងในការគម្រាមកំហែងឬក៏មានសារអវិជ្ជមានទៅក្នុងដំណាក់កាលជូនអ្នកណានោះទេគោលបំណងរបស់យើងក្នុងនាមជាមហាគ្រួសារខ្មែរគឺមកជួបជុំគ្នាបង្ហាញនៃការគាំទ្រទឹកចិត្តភាពជឿជាក់ទៅលើរាជរដ្ឋាភិបាលរបស់យើងទាំងអស់គ្នាហើយចំណុចចុងក្រោយបងអស់មុននឹងខ្ញុំបញ្ចប់ហើយឈានទៅដល់ដំណើរការនៃកម្មវិធីរបស់យើងកម្មវិធីរបស់យើងគឺជាការជួបជុំគ្នាដង្ហែស្មើជើងដើម្បីបង្ហាញនៃការគាំទ្រដល់រាជរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធរបស់យើងសហភាពសហព័ន្ធយុវជនកម្ពុជាមានកិត្តិយសក្នុងការទទួលបានការអនុញ្ញាតពីសម្ដេចពីថ្នាក់ដឹកនាំរបស់យើងទាំងសម្ដេចមហាបវរធិបតីនិងសម្ដេចតេជោមានការសហការទាំងអស់ក៏ប៉ុន្តែក៏សូមបញ្ជាក់ថាថ្ងៃនេះម៉ោងនេះពេលនេះមិនមែនជាកម្មវិធីរបស់សសយុគទៀតទេកម្មវិធីពេលនេះម៉ោងនេះនៃការជួបជុំគ្នាជាកម្មវិធីរបស់បងប្អូនប្រជាពលរដ្ឋខ្មែរម្នាក់ទាំងអស់គ្នាកម្មវិធីនេះគឺវាសបញ្ជាក់ទៅលើទឹកចិត្តម្នាក់ដែលជាកូនខ្មែរដែលមានការគិតគូរយល់ពីសុខទុក្ខមានការចូលរួមចំណែកហើយចង់បង្ហាញទៅលើឆន្ទៈនិងមោទនភាពចង់បង្ហាញទៅលើក្តីស្រឡាញ់ចង់បង្ហាញទៅលើការគាំទ្រចង់បង្ហាញទៅលើការជឿជាក់ដល់ប្រជាណាចក្រកម្ពុជាជឿជាក់ទៅលើព្រះមហាក្សត្រជឿជាក់ទៅលើសម្ដេចយាយជឿជាក់ទៅលើសម្ដេចតេជោហើយជាពិសេសជឿជាក់ទៅលើសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីប្រមុខរាជរដ្ឋាភិបាលចឹងខ្ញុំសារជាថ្មីម្ដងទៀតពិតជាសូមថ្លែងអំណរគុណចំពោះទាំងអស់គ្នាដែលមានវត្តមាននៅទីនេះហើយក៏ខ្ញុំជឿជាក់ថាមានពុកម៉ែមេមីងបងប្អូនដែលបានកំពុងតែតាមដាននៅតាមទូរទស្សន៍ដោយសារអាចថានៅឆ្ងាយឬមិនបានមកនៅក្នុងថ្ងៃនេះមានរឿងពីរដែលខ្ញុំសូមចែករំលែកចំពោះផ្សារភ្ជាប់នៅក្នុងថ្ងៃទីមួយក៏សូមអធិស្ឋានចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានបំណងតាំងពីម្សិលមិញទិញអាវដែលយើងបោះក្នុងការកម្មវិធីតែដោយសារកម្មវិធីវាពេលវាខ្លីពេកយើងមិនអាចបោះអាវនេះឲ្យបានគ្រប់គ្រាន់តែយើងទទួលព័ត៌មានថាមានប្អូនម្នាក់គាត់បានធ្វើដំណើរពីកំពង់ឆ្នាំងឡើងមកដល់រាជធានីភ្នំពេញដើម្បីត្រឹមតែមកទិញអាវដើម្បីអនុស្សាវរីយ៍នៃព្រឹត្តិការណ៍ដ៏ប្រវត្តិសាស្ត្រនៃការជួបជុំគ្នានៃមហាគ្រួសារខ្មែរនៅក្នុងថ្ងៃនេះតែម្ដងទី2ក៏ខ្ញុំពំនាំនឹងអនុស្សាវរីយ៍នឹងរឿងមួយដែលវាបាក់ពាល់ឬក៏វាដកនៅក្នុងទឹកចិត្តបេះដូងរបស់ខ្ញុំកាយមុនក្នុងឱកាសនៃការសួរសុខទុក្ខនៅជួរមុខក៏បានជួបជាមួយគ្រួសារនៃទ័ពដែលបានចម្លៀសចេញពីជួរទើមលៅឋានរបស់គាត់នៅទ័ពបដិវត្តព្រំដែនបងអូនស្រីម្នាក់ពេលជួបខ្ញុំគាត់បានរំលឹកថាប្តីរបស់គាត់ដែលជាយោធិនបានស្នើឲ្យគាត់នាំកូនទាំង4នាក់របស់គាត់ដែលអាយុបងគេត្រឹមតែអាយុ15ឆ្នាំហើយពៅគេដល់អាយុ1ឆ្នាំកន្លះទេសូមឲ្យអូនយកកូនយើងទៅទីទួលសុវត្ថិភាពដើម្បីបងថែរក្សាទឹកចិត្តស្មារតីក្នុងការការពារបូរណភាពទឹកដីរបស់យើងនេះជាទឹកចិត្តរបស់កងទ័ពតែក្នុងពេលនេះម៉ោងនេះដូចខ្ញុំបាននិយាយនេះគឺជាស្មារតីភាពអង់អាចក្លាហានវីរភាពនិងទឹកចិត្តរបស់កងកម្លាំងរបស់យើងក៏ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាជ្រើសរើសដោះស្រាយបញ្ហាដោយសន្តិវិធីដោះស្រាយគ្រប់មធ្យោបាយទាំងអស់ទាំងការទូតទាំងច្បាប់ទាំងយោធាតែទាំងអស់យើងជ្រើសរើសរកដំណោះស្រាយសុខសន្តិភាពអ្វីដែលសុខសន្តិភាពដោយសម្ដេចតេជោបានលើកឡើងទោះបីយកករណីតាមមាត់ធំតាមមាត់តូចមុំបីក៏ដូចជាប្រាសាទតាក្របីទៅតុលាការអាឡាអេដែលក្នុងនោះគឺការទូតដំណើរការទូតរបស់កម្ពុជាបានយកលិខិតទូរួយស្រេចទៅហើយនេះគឺជាដំណោះស្រាយឈ្នះដែលកម្ពុជាសង្ឃឹមថាភាគីមកខាងទៀតនឹងឯកភាពចូលរួមចំណែកក្នុងការដោះស្រាយដោយសន្តិវិធីនេះមានតែតុលាការឡាអេទេ
ដែលអាចមានភាពអព្យាក្រឹតក្នុងការមើលឃើញនិងដោះស្រាយបញ្ហានេះដោយសន្តិវិធីផ្អែកទៅលើមូលដ្ឋាននៃច្បាប់និងមូលដ្ឋាននៃច្បាប់អន្តរជាតិចឹងទោះបីកងកម្លាំងបដាអាវុធរបស់យើងមានទឹកចិត្តឆន្ទៈក្នុងការត្រៀមខ្លួនក្នុងការការពារបូរណភាពទឹកដីក្នុងករណីដែលមានក្នុងជាអត្តាហេតុណាមានបំណងឈ្លានពានចូលមកលើទឹកដីយើងតែប៉ុណ្ណោះគឺយើងត្រៀមខ្លួនក្នុងការការពារតែប៉ុណ្ណោះក៏ប៉ុន្តែក្រោមការដឹកនាំរបស់សម្ដេចមហាបវរទឹកដីរាជរដ្ឋាភិបាលកម្ពុជាប្រជាជនកម្ពុជាជ្រើសរើសសុខសន្តិភាពជ្រើសរើសស្ថិរភាពជ្រើសរើសដំណោះស្រាយដោយសន្តិវិធីដើម្បីភាពសុខសាន្តនៃប្រទេសនិងប្រជាជនយើងហើយយើងបន្តនៃកិច្ចសហប្រតិបត្តិការតទៅមុខបន្តថែមទៀតផ្អែកទៅលើមូលដ្ឋានទាំងអស់នេះដើម្បីជាផលប្រយោជន៍សម្រាប់ប្រទេសជាតិនិងប្រជាជនរបស់យើងសារជាថ្មីម្ដងទៀតសូមអរគុណសម្រាប់ទឹកចិត្តម្នាក់ក្នុងរយៈពេលដ៏ខ្លីយើងបានមកជួបជុំគ្នានៅក្នុងថ្ងៃនេះវាបញ្ជាក់ថាទឹកចិត្តស្មារតីឆន្ទៈនៅក្នុងចិត្តនៅក្នុងបេះដូងយើងម្នាក់រួចស្រេចទៅហើយថ្ងៃនេះម៉ោងនេះពេលនេះគឺគ្រាន់តែជាឱកាសដើម្បីទឹកចិត្តរបស់យើងម្នាក់មកបង្ហាញរួមគ្នានៅលើទីតាំងជានិមិត្តរូបដែលជាកោះពេជ្រដែលបន្តិចទៀតនេះគឺយើងនឹងដង្ហែថ្មើរជើងទៅដល់វាមានឯករាជ្យតែទឹកចិត្តស្មារតីនេះមិនមែនត្រឹមតែនៅកោះពេជ្រទេគឺនៅទឹកចិត្តបេះដូងរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីទាំងក្នុងនិងក្រៅប្រទេសចឹងសារជាថ្មីម្ដងទៀតគឺខ្ញុំសូមបញ្ជាក់ការជួបជុំរបស់យើងនៅក្នុងថ្ងៃនេះមិនមានបំណងក្នុងការបង្ហាញកម្លាំងឬក៏គំរាមកំហែងទៅដល់អ្នកណានោះទេក៏ប៉ុន្តែយើងជួបជុំនៅក្នុងថ្ងៃនេះដើម្បីបង្ហាញនៃមនោសញ្ចេតនាផ្ដល់ឱកាសនៃការបង្ហាញនៃទឹកចិត្តរបស់យើងហើយអាចនិយាយបានថាថ្ងៃនេះពេលនេះក៏ជាឱកាសរបស់យើងម្នាក់ក្នុងនាមជាកូនខ្មែរបង្ហាញដោយច្បាស់មិនមែនត្រឹមតែក្នុងបណ្ដាញសង្គមឬក៏តាមសារព័ត៌មានទេតែវត្តមានរបស់យើងនៅទីនេះម៉ោងនេះពេលនេះទោះបីមកពីមជ្ឈដ្ឋានផ្សេងគ្នាទោះបីមានជំនឿសាសនាខុសគ្នាអាចមិនស្របគ្នាមិនដូចគ្នាទាំងស្រុងឬក៏យើងមកពីគ្រីកន្លែងខុសគ្នាគណៈបកខុសគ្នាក៏តែម៉ោងនេះពេលនេះយើងមើលឃើញតែខ្មែរតែមួយនិងស្មារតីរួមជាតិតែមួយសូមអរគុណចំពោះទឹកចិត្តហើយខ្ញុំសូមជូនពរនៃដំណើររបស់យើងប្រព្រឹត្តទៅដោយរលូនជោគជ័យដើម្បីបង្ហាញនូវភាពសាមគ្គីភាពជាមហាគ្រួសារខ្មែរក្រោមការដឹកនាំរបស់សម្ដេចមហាបវរទឹកដីនាយករដ្ឋមន្ត្រីដើម្បីដោះស្រាយបញ្ហានិងដំណើរការអភិវឌ្ឍប្រទេសជាតិទៅមុខបន្តថែមទៀតក្រោមមលុបនៃសុខសន្តិភាពនិងពោពេញដោយសាមគ្គីសូមអរគុណជ័យយោប្រជាណាចក្រកម្ពុជាជ័យយោព្រះវិជាណាចក្រកម្ពុជាជ័យយោ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 រាជរដ្ឋាភិបាល